រដូវកាលត្រេនហើយនឹងសាវម៉ាវមកដល់ហើយយើងចង់ទៅជាការបេះផ្ទាល់ហ្មងក៏បានដែរគឺនៅខេត្តកែបហើយនឹងកពតមកមើល6កន្លែងនៅខេត្តកែបនិងកពតតើយើងដើរលេងនៅកន្លែងណាខ្លះខេត្តកែបនិងកពតគឺនៅជិតគ្នាមែនតើហើយខេត្តនេះទៀតគឺសបោផ្លែឈើញ៉ាំហើយកន្លែងទី1ដែលយើងទៅមុនគេគឺខាងម្លិចនេះឯងម្លិចនេះភាគច្រើនគឺមានអ្នកស្គាល់ច្រើនមុននឹងទៅដល់កពតគឺយើងឆ្លងកាត់កន្លែងម្លិចហ្នឹងហើយអញ្ចឹងយើងឈៀងចូលបន្តិចមកមើលទេសភាពគឺឃើញថាស្អាតខ្លាំងមែនតើហ្មងណាអាហារថ្ងៃត្រង់នៅនឹងក៏ឆ្ងាញ់ដែរហើយអង្គុយញ៉ាំអីលេងនៅលើកញ្ចុះលើទឹកមើលទឹកភ្លៀងស្រេចអញ្ចេះទៀតអូនិយាយថាទេសភាពកាន់តែស្អាតបៃតងហ្មងណាហើយក៏មានកន្លែងឲ្យយើងក្មេងៗលេងវាជាការជិះទូងជិះម៉ូតូអាគុយនេះដែរយើងអាចប៉ាម៉ាក់ក៏អាចជិះជុំគ្នាជាមួយនឹងគាត់ដែរហើយយើងបរៀនគាត់ឲ្យជិះទទួលបានភាពសប្បាយរីករាយហើយអនុស្សាវរីយ៍ល្អៗផងដែរហើយសម្រាប់កន្លែងនេះដែរអ្នកដែលគាត់អាសាមកកពតអីគឺគាត់អត់រំលងទេគឺគាត់ចូលហើយកន្លែងមានកន្លែងសម្រាប់ឲ្យកូនក្មេងលេងច្រើនមានលោតមានបាញ់ព្រួញមានអីចឹងទៅពីកំងអាហារពេលព្រឹកញ៉ាំរួចរាល់ហើយក៏បន្តដំណើរទៅខាងរួមខេត្តកពតយើងក៏ចូលផ្សាររកមើលទិញម្ហូបទុកញ៉ាំចឹងណាថាគ្រឿងសមុទ្រស្រស់ៗល្អខ្លាំងមែនតើហើយតម្លៃអីក៏សមរម្យដែរអញ្ចឹងអ្នកដែលគាត់ដើរលេងនៅខាងកែបកពតកុំភ្លេចចូលនៅផ្សារទីរួមខេត្តណាចូលទិញម្ហូបរួចរាល់អស់ហើយយើងក៏បន្តមក check in នៅ resort របស់យើងគឺវេរ៉ុងដា resort នេះគឺកូនគាត់ចូលចិត្តខ្លាំងមែនតើទីកន្លែងធំទូលាយបន្ទប់ឃើញថាស្អាតហ្មងណាហើយការ decor របស់គេវិញគឺបែបឈើប្រណិតហ្មងនិយាយទៅគឺថាធំទូលាយទេសភាពមានទាំងដាក់ដើមរុក្ខជាតិអីចឹងទៅហើយនេះបន្ទប់ទឹកឃើញថាប៉ុណ្ណាណៃតែម្ដងណាសម្រាប់ទីតាំង resort នេះគឺនៅខាងខេត្តកែបនឹងតែម្ដងនៅចិត្តខាងឆ្នេរណាបែបលក្ខណៈលើភ្នំមើលឃើញទេសភាពស្អាតឥឡូវយើងក៏រៀបចំធ្វើការញ៉ាំបាយថ្ងៃត្រង់រួចចាំយើងចេញបន្តដំណើរយើងដើរមើលទេសភាពជុំវិញរីសតរបស់យើងថាមានអីគេខ្លះចាប់អារម្មណ៍ឃើញគេដាក់តាំងលក់គ្រឿងអលង្ការស្រីៗគឺថាគេអត់ចង់រួចទេពីកន្លែងហ្នឹងឃើញថាសម្រស់និយាយពីអូយស្អាតណាស់មានតាំងពីត្បូងមានតាំងពីគុជមកដល់កន្លែងគេបុកប៊ីយ៉ានេះក៏សាកមកឈើទៅឃើញថាត្រង់មែនតែនចូលផ្លុកតែម្ដងហើយក៏មកមើលនៅទេសភាពខាងក្រៅនេះមានឃើញផ្ការុក្ខជាតិដំណាំអីគេដាំហើយវាលក្ខណៈព្រៃមើលមកឃើញថាធម្មជាតិស្អាតខ្លាំងណារៀងរសៀលទឹកក៏យើងបន្តទៅខាងសួនមេអំបៅកន្លែងនេះហើយដែលនាំគ្នាបេះសាវម៉ាវគេក៏មានដើមទុរេនដែរនិយាយទៅគឺថាបេះផ្ទាល់នៅនឹងញ៉ាំហើយឃើញថាវាធម្មជាតិរបស់ខ្មែរសុទ្ធសាធហ្មងនិយាយទៅគឺខ្វះកក្នុងការបេះមែនតែនគឺជាវីដេអូឆ្នាំមុនទេគឺទៅខែ6អញ្ចឹងអ្នកដែលបានឃើញវីដេអូនេះអាចទៅបានឥឡូវនេះគឺកំពុងតែពេញហើយក្នុងខែចិត្តចូលខែ6ហើយតាំងសាវម៉ាវតាំងទុរេនអីហ្នឹងណាអូយើងកាត់មកដល់ពេលព្រឹកវិញគឺយើងធ្វើការរៀបចំខ្លួនដើម្បីមកញ៉ាំអាហារពេលព្រឹករួចយើងក៏បន្តជាមួយនឹងការងូតទឹកលេងក្នុងអាងហាទឹកដែលគេមាននៅក្នុងរីសតហ្នឹងតែម្ដងកូនរបស់យើងគឺថាបានលេងសប្បាយផងបានហែលបានអីគឺគាត់ចូលចិត្តខ្លាំងមែនតើថ្ងៃបន្តិចហើយបន្ទាប់ពីយើងធ្វើការ check out ពី resort ហ្នឹងក៏បន្តមកខាងភូមិថ្មីកពតណាយើងគឺមានកន្លែងគេសម្រាប់ញ៉ាំអីទេសភាពមានជិះទូកាយៈមានអីក្នុងហ្នឹងច្រើនហើយយើងចូលនេះក៏គេគិតថ្លៃសបុតដែរតែយើងអាចចូលដូរថ្លៃសបុតហ្នឹងទៅជាទិញផ្អែមញ៉ាំអញ្ចឹងណាឃើញថាមកកន្លែងនេះគឺមានសកម្មភាពឲ្យយើងលេងច្រើនខ្លាំងមែនតើតាំងពីការមើលទេសភាពថតរូបយើងញ៉ាំអាហារហើយនេះជាការដូរសបុតយកមកទិញបង្អែមញ៉ាំណាហើយផ្អែមគេគឺឆ្ងាញ់ផ្អែមលក្ខណៈផ្អែមខ្មែរមានបបរត្នោតមានបបរសណ្ដែកមានទឹកកកឈូសមានអីនឹងឯងនិយាយទៅគឺដាក់ម្នាក់មួយចានមកហើយក៏មានជាការលក់ផ្លែឈើទុរេនសាវម៉ាវតាមរដូវកាលនឹងដែរគាត់ចង់ទិញយកទៅផ្ញើអ្នកផ្ទះអីហ្នឹងគឺមកកន្លែងនេះគឺថាទុកចិត្តបានឬថាគាត់មានចការតខ្លួនឥឡូវនេះគឺថាយើងត្រឡប់មកផ្ទះវិញក៏ឈៀងចូលញ៉ាំនំបញ្ចុកទឹកម្ហិចដែលគេល្បីនៅខាងកពតគឺផ្លូវមកចំយើងចេញពីកពតទៅផ្ទះហ្នឹងតែម្ដងគឺយើងមានជាលក្ខណៈនំខ្មែរនំកងនំអីនឹងឯងគ្នាវីដេអូក្រោយអរគុណ